វីដេអូនេះគឺគេបានបង្ហាញអំពីអត្តចរិតកីឡាករ Vinicius Junior បងប្អូនប្រហែលជាបានស្គាល់ហើយកីឡាករមួយរូបនេះបងប្អូន Vinicius Junior បច្ចុប្បន្នគឺគាត់កំពុងតែប្រកបអាជីពនៅក្លឹបបាល់ទាត់ Athletic Real Madrid ហើយគាត់ពាក់អាវលេខ7បងប្អូនហើយយើងមកទស្សនានៅក្នុងវីដេអូយើងជាបន្តទៀតមកនេះកាលគាត់លេងប្រកបអាជីពនៅក្លឹបបាល់ទាត់ Brazil នៃប្រទេសរបស់គាត់បានដើរទៅចាប់ដៃខាងក្រុមភាគីម្ខាងទៀតបងប្អូននេះគឺជាទង្វើមួយដែលគួរឲ្យគោរពខ្លាំងមែនទែនបងប្អូនសម្រាប់ Vinicius Junior គាត់ដើរចាប់ដៃទាំងអស់តែម្ដងមានន័យថាសមាជិកក្រុមហ្នឹងគឺគាត់ចាប់ដៃម្នាក់ចាប់ដៃជាការរាប់អានហើយត្រង់ចំណុចនេះជាបន្តទៀតគឺគាត់មិនជន់ logo ដែលគាត់កំពុងលេងទេបងប្អូនគឺក្លឹបបាល់ទាត់ Athletic Real Madrid ហ្នឹងហើយបងប្អូនគាត់ដើរពីនឹងជន់ហើយប៉ុន្តែគឺគាត់លោតកន្លងសំខាន់គាត់អត់ជន់ logo ហ្នឹងទេនេះគឺជាការគោរពរបស់គាត់នៃការប៉ះទង្គិចជាមួយ Matic Dela ញបងប្អូនសម្រាប់ Vinicius Junior ហើយត្រង់ចំណុចនេះជាបន្តទៀតគឺ Vinicius Junior គាត់កវត្តជើងមកចំក្បាល Ferran Torres បងប្អូនពេលចំក្បាល Ferran Torres ទៅគាត់សុំទោស Ferran Torres និយាយទៅគាត់មានការគោរពទៅលើ Ferran Torres ហើយ Ferran Torres មិនជាបញ្ហាទេយើងបង្ហាញពីក្តីស្រឡាញ់ទៅយើងអបថើបគ្នាមានការប៉ះទង្គិចយ៉ាងណាបាល់ទាត់តែតែមានការប៉ះទង្គិចដូចត្រង់ចំណុចនេះអញ្ចឹង Ronaldo Vinicius Junior ទាត់ចំទៅបាល់ចូលទីនឹងបានការប៉ះទង្គិចទៅលើទីលាន